ចាបងប្អូនថ្ងៃនេះអត់ដឹងធ្វើម្ហូបអីអញ្ចឹងក៏ធ្វើម្ហូបដែលងាយហើយបើមនុស្សចាស់ក៏ចូលចិត្តកូនក្មេងក៏ចូលចិត្តគឺមកស្ងោរជ្រក់សាច់គោអញ្ចឹងសាច់គោមុននឹងហាន់ខ្ញុំពិនិត្យមើលសិនថាវាទៅតឹងសាច់ឬក៏វាបដោយសាច់ព្រោះថាបើវាបណ្ដោយសាច់វារៀងស្វិតណាទោះសាច់ផុយយ៉ាងណាក៏ដោយតែបើថាយើងហាន់វាឲ្យជាទៅតឹងសាច់បានល្អយ៉ាងណាក៏វានៅតែក្រាន់ដែរទម្លាប់ថាត្រូវពិនិត្យមើលវាសិនអញ្ចឹងណាហើយហាន់វាតាមដំណើរមកក្បិតដូចជាអត់សូវមុតទេក្បិតព្រោះថាខ្ញុំនឹងអត់ចេះសំលៀងក្បិតទេអត់ប្រើថ្មទេប្រើប្រដាប់ឆូតក្បិតតាមបែបស្រួលយើងឆូតទៅលះហាស់មុតហើយថ្ងៃហ្នឹងអត់បានឆូតវារៀងតែអាចង់ក្បិតនឹងតិចនេះទៅតឹងសាច់របស់ខ្ញុំអញ្ចឹងអត់ឃើញកាឡាឆ្នោតទៅវែងទេគឺឃើញតែកាឡាតឹងតាក់សំណាញ់អញ្ចឹងខ្ញុំហៅតឹងសាច់អញ្ចឹងស្ងោរជ្រក់សាច់គោបងប្អូនចូលចិត្តបង់អីគេជីវែងឬក៏ស្អីគេអញ្ចឹងវាអាស្រ័យចំណូលចិត្តអញ្ចឹងណាចំណែកខ្ញុំជីគ្រប់មុខក៏ខ្ញុំបង់មានទាំងសាំងកាហូមមានទាំងអីហ្នឹងបង់ទាំងអស់ហ្នឹងនេះហើយមានទាំងជីវែងមានទាំងស្លឹកខ្ទឹមទៀតខ្ញុំចូលចិត្តអញ្ចឹងហើយប៉ុណ្ណឹងហើយមិនអស់ចិត្តទេនៅថែមខ្ទឹមបារាំងទៀតចំណែកម្ទេសប្រើម្ទេសធំទេណាម្ទេសធំហ្នឹងថ្ងៃមុនហ្នឹងលេងវាលេងឆ្អើវាហើយយកទៅកាន់ស្លការីស្លអីដល់ពេលវាមានអាផ្នែកដែលវាអត់ម៉ត់ល្អអញ្ចឹងដកវាចេញថ្ងៃហ្នឹងយកវាមកដាក់ស្លឲ្យអស់បើសិនជាធម្មតាក៏មានអ្នកអត់ចេះញ៉ាំហិលណាយើងប្រើម្ទេសម៉ត់របស់យើងនឹងតែម្ដងអូយជាតិណាឥឡូវខ្ញុំមកប្រឡាក់សាច់គោសិនដាក់គ្រឿងក្រៅតាមតែយើងចូលចិត្តទៅណាយើងពេញចិត្តតិចដាក់តិចពេញចិត្តច្រើនដាក់ច្រើនទៅហើយនេះបន្ថែមប្រេងខ្យងមួយស្លាបព្រាបាយថែមទៀតតែមិនបាច់ដាក់ក៏បានដែរមិនទៅស្អីទេហ្នឹងហើយក៏ចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលតែម្ដងព្រោះថាជាធម្មតានៅពេលដែលយើងប្រឡាក់សាច់គោមិនថាយកទៅធ្វើអីទេបើយើងច្របាច់ក្រូចឆ្មាចូលមួយចំណិតពីរចំណិតគឺវាកាន់តែជួយឲ្យសាច់នឹងវាផុយដូចថ្ងៃនេះអញ្ចឹងខ្ញុំស្ងោរគឺផុយបានល្អញ៉ាំទៅឡើងផុយល្អហ្មងខ្មែរយើងអ្នកខាងស្រុកខ្ញុំថាផុយល្អហ្មងណាអើយប៉ុណ្ណឹងឯងនេះប៉ុណ្ណឹងហ្នឹងចាត់ទុកថាវារួចរាល់ហើយព្រោះទឹកយើងដាក់ដាំក្បែរហ្នឹងពុះហើយជីអីហ្នឹងយើងលាងរួចហើយយើងកាត់អីហើយយើងហាន់អីរួចហើយអញ្ចឹងប៉ុណ្ណឹងចាត់ទុកថារួច 90% បាទហើយមកដែលលឿនជាទីបំផុតហើយឆ្ងាញ់នេះបងមកប៉ុណ្្នឹងឯងមានបងប្អូនខ្លះគាត់យកទៅប្រឡាក់ច្បល់ចូលគ្នាជាមួយសាច់គោឲ្យរួចរាល់ទៅដល់ពេលទឹកពុះគាត់យកទឹកកដៅយើងហ្នឹងទឹកដែលពុះហ្នឹងយកទៅច្រូចពីលើតែម្ដងជាការស្រេចក៏គាត់ហៅថាជ្រក់ក្រៅឆ្នាំងដែរពុះគ្រប់ប្រាប់កូនតាដួសបាយមកកូនលេងដៃលេងអីរៀបចំដួសបាយមកញ៉ាំបានហើយដាក់តែមកពុះមកបានហើយមានអីទៀតទេស្រួលមែនតើបើថានឹកថាធ្វើអីមិនតាន់ធ្វើម្ហូបហ្នឹងទៅណាបងប្អូនវាលឿនហើយសំខាន់បំផុតគឺឆ្ងាញ់ខ្ញុំចូលចិត្តឲ្យវាឆ្អិនណាបងប្អូនថាអើយយកត្រឹមនេះ 70% 50% ហ្នឹងដាំទឹកពុះចាក់ទៅលឿនជាងភ្លក់មើលសិនអូល្មមម៉ាច់សល់ដល់ល្ងាចថាវារៀងគោកហើយថែមទឹកតិចទៅកូនស្រីខ្ញុំថាអត់ថែមទេប៉ុណ្ណឹងឆ្ងាញ់អត់ថែមអីទៀតទេអញ្ចឹងក៏ចាប់ផ្ដើមស្រង់គល់ស្លឹកគ្រៃស្រង់រំដេងស្រង់អីចេញទៅល្មមតែមិនថែមទឹកទេអូកបួចមាត់រួចហើយភ្លក់ម៉ានដល់ក៏នៅតែឆ្ងាញ់ដែរយ៉ាលេខ1នេះរួចហើយដួសបាយមកកូនដួសបាយមកកូនក៏រៀបចំដួសបាយទៅនេះចឹងបងប្អូនឃើញចឹងមែនតែផុយណាស់ហើយទឹកស៊ុបវិញជាតិហ្មងណែមានអ្នកចាំខាងក្រោមហ្នឹងណែ
ចាំគេដួសបាយហាន់សាច់បដាហាផ្នែកសាច់ផ្សេងហ្នឹងទម្លាក់ទៅហ្នឹងអូសប្បាយចិត្តឈឺផងហ្នឹងយកទៅពេទ្យចាក់ថ្នាំនេះហើយត្រីនេះខ្ញុំចូលចិត្តញ៉ាំជាមួយនឹងត្រីប្រឡាក់អញ្ចឹងណាហើយនៅសល់ទៅពួកអ្នកនៅចាំនឹងឯង